អស់គ្នានៅថ្ងៃនេះដែលគឺលើកយកទៅតងជាមួយនឹងមេរៀន SK1 យកមកបង្រៀនបងប្អូនហើយពេលនេះយើងរៀនទៅតងមេរៀនទី1អញ្ចឹងមេរៀនទី1យើងនិយាយអំពីនីហៅណានីហៅយើងបកថាសួស្ដីអូខេសួស្ដីណានីហៅ hello អូខេអញ្ចឹងលាសឺក៏សូមប្រកាសផងដែរថា channel មួយនេះចាប់ពីពេលនេះតទៅលាសឺនឹងបង្រៀនមេរៀនទាក់ទងជាមួយនឹង HSK1 បន្ទាប់ពីចប់សភៅ HSK1 លាសឺនឹងបង្រៀនបងប្អូនទាក់ទងជាមួយនឹង HSK2 HSK3 4 5យ៉ាងទៅអញ្ចឹងលាសឺនឹងយក channel មួយនេះទៅបង្រៀនបងប្អូនទាក់ទងជាមួយនឹងមេរៀន HSK តែម្ដងអូខេអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនមេរៀនរបស់យើងណាមេរៀនទី1គេរៀនអំពីអីខ្លះតាជិះបាទអញ្ចឹងយើងចូលមកដល់រៀនពាក្យណាពាក្យ new word នីនីណឺអ៊ីនីទីសានសឹងនីអូខេនីយើងបកថាអ្នកណាអ្នកអញ្ចឹងអង់គ្លេសភាសាបរទេសបងប្អូនអាចយល់ហើយនីយើងបកថាអ្នកហៅហើអោហៅទីសានសឹងហៅយើងបកថាល្អណាល្អ就是好ចូលដល់ខបន្ន A teach 1អញ្ចឹងតើតមេរៀនទី1នីហៅយើងបកថាសួស្ដី hello អូខេអញ្ចឹង A គាត់ប្រើពាក្យថានីហៅអញ្ចឹងបងប្អូនដឹងហើយនីយើងបកថាអ្នកហៅយើងបកថាល្អតែដល់ពេលយើងបូកប្រយោគគ្នានីហៅយើងបកថាសួស្ដីហ៎ម៉ានីហៅសួស្ដី hello អញ្ចឹងB គាត់នឹងទៅនិយាយទៅកាន់ A វិញថានីហៅបាទយើងចូលមកដល់រៀនពាក្យteach 2វិញម្ដងnín nơ in nín 1 2 3 nín បកថាម៉េច nín គេបកថាលោកតែអង់គ្លេសគេបកថា you តែ nín នេះដែលសើសូមបញ្ជាក់និดណាពេលថាលោកគឺសំដៅលើមនុស្សដែលមានអាយុច្រើនជាងយើងឬក៏ឋានៈខ្ពស់ជាងយើងអញ្ចឹងនេះយើងបកថាលោកប៉ុន្តែដោយសារភាសាអង់គ្លេសគេអាចបានបែងចែកពីឋានៈអស់ហ្នឹងទេអញ្ចឹងគេនៅតែប្រើវា you ដដែលតែភាសាខ្មែរយើងបានបែងចែក nín គឺយើងសំដៅលើមនុស្សដែលមានអាយុច្រើនជាងហើយនឹងឋានៈខ្ពស់ជាងតែបើសិនជាអាយុស្មើគ្នាយើងប្រើពាក្យនីវិញហៅ吗你们呢一你第三声你么安们轻短声们你们 OK 你们什么是你们ពួកគេឬក៏ពួកអ្នកពួកឯងជា你们好吗ចឹងពាក្យទាំងអស់ហ្នឹងយើងអាចបកថាពួកគេពួកអ្នកពួកឯងជា你们យើងមកមើលមេទី2របស់យើងទៅក្នុងពេលសន្ទនាអញ្ចឹងបន្ទាប់មកបរិសុទ្ធហើយនឹងស្ត្រី2នាក់នេះគាត់ក៏សួរតាម្នាក់នេះគាត់ថាnínហៅណាnínហៅសម្រាប់សិនnínហៅមានថាសួស្ដីលោកអូខេសួស្ដីលោកអញ្ចឹងប្រើពាក្យnínហៅតែអង់គ្លេសគេប្រើពាក្យ hello ដដែលណាnínហៅសួស្ដីលោក你们好អូខេ你们好អញ្ចឹងមិនមែនយើងបកថាពួកអ្នកល្អទេយើងបកថាសួស្ដីអ្នកទាំងពីរវិញមូលហេតុអីបានតែសើអញ្ចឹងបើយើងប្រើពាក្យថាពួកអ្នកវារៀងនេះពេកអញ្ចឹងយើងគាត់ត្រូវប្រើពាក្យថាសួស្ដីអ្នកទាំងពីរហេហៅ吗你们好សួស្ដីអ្នកទាំងពីរ hello ភាសាអង់គ្លេសនៅតែ hello ដដែលអត់ព្រមដូរហៅ吗អញ្ចឹងយើងចូលទៅពាក្យtaxi ម្ដង对不起啊的为对第四声对不第四声不717第三声起对不起啊对不起យើងបកថា
សូមទោស ok សូមទោសណា to be sorry ok 对不起把它សូមទោស没关系没关系 ok 没关系没关系是什么呢គ្មានបញ្ហាមើអីmấy第二声没歌弯关第一声关 CEC 第三声 C 没关系没关系បើថាគ្មានបញ្ហាគ្មានបញ្ហា就是没关系 ok អញ្ចឹងយើងចូលមកយើងចូលមក 3យើងនិយាយអំពី对不起 okay 对不起ចាំមានគាត់ធ្វើអ្វីមួយដែលខុសគាត់ប្រើពាក្យថា对不起វាមកថាម៉េចសូមទោសណាសូមទោសដល់មក B គាត់នឹងនិយាយថា没关系没关系什么是没关系គ្មានបញ្ហាគ្មានបញ្ហា就是没关系今天我们的课程就先上到这里，谢谢同学们的观看，同学们再见 ，Goodbye, thank you everyone, thank you, goodbye បាទបងប្អូនទាំងអស់គ្នាមេរៀនទី1នៃ HSK1 របស់យើងតាក់ទងជាមួយនឹងនីហៅសួស្តីរៀនចប់ត្រឹមតែប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសើក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយណាបងប្អូនចុចคลิกទៅលើវីដេអូមួយនោះដើម្បីរៀនបន្តបាទបន្តមកទៀតលោកសើសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូមេរៀនថ្មីៗពីមេងអាន Official បាទសូមអរគុណសូមជម្រាបលា